សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងពិចារណាបញ្ជូនកងកម្លាំងពិសេសទៅរឹបអូសឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទីភ្នាក់ងារសារព័ត៌មាន Axios រាយការណ៍ថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានពិភាក្សាអំពីលទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងពិសេសដើម្បីរឹបអូសឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមដែលសម្បូរទៅដោយសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ទីភ្នាក់ងារសារព័ត៌មានអាមេរិកបានដោះស្រង់ប្រភពចំនួន4ដែលដឹងអំពីបញ្ហានេះវាបានកត់សម្គាល់ថាគោលបំណងសង្គ្រាមរបស់លោកត្រាំរួមមានការរារាំងអ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរហើយការរឹបអូសយកអ៊ុយរ៉ានីញ៉ូមដែលសម្បូរទៅដោយសារធាតុអ៊ុយរ៉ានីញ៉ូមចំនួន450គីឡូក្រាមរបស់ប្រទេសនេះ 60% នឹងក្លាយជាគន្លឹះនៃគោលដៅរបស់ប្រធានាធិបតីអាមេរិកសារព័ត៌មាន Axios រាយការណ៍ថាបេសកកម្មនេះទំនងជាកើតឡើងនៅដំណាក់កាលក្រោយនៃសង្គ្រាមបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំណត់ថាយោធារបស់អ៊ីរ៉ង់លែងអាចបង្កើតប្រព័ន្ធការពារដ៏ធ្ងន់ធ្ងរទៀតបានហើយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបាននិយាយថាអ៊ីរ៉ង់មិនបានអនុញ្ញាតឲ្យខ្លួនចូលទៅកាន់ទីតាំងដែលត្រូវបានទម្លាក់គ្រាប់បែកនោះទេអ៊ីរ៉ង់ជ្រើសរើសមេដឹកនាំកម្ពុជាថ្មីបន្ទាប់ពីអាតូឡាត្រូវបានកម្ចាត់ចោលនៅថ្ងៃដំបូងនៃការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលខណៈអ៊ីស្រាអែលកំពុងរកមុខមេដឹកនាំថ្មីដូចបូសសារព័ត៌មាន The Sun របស់ចក្រភពអង់គ្លេសចុះផ្សាយនៅថ្ងៃទី8មីនានេះថាមេដឹកនាំកម្ពុជាថ្មីម្នាក់ត្រូវបានជ្រើសរើសដើម្បីជំនួសអាតូឡាដែលត្រូវបានសម្លាប់របស់អ៊ីរ៉ង់អ៊ីស្រាអែលបានសន្យារួចហើយថានឹងវាយប្រហារអ្នកស្នងតំណែងរបស់អាយ៉ាតូឡាអាលីខាមីនេដែលស្រីឃ្លីនឈាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ហៅមេដឹកនាំថ្មីថាជាអ្នកជំនាញក្រុមអ្នកជំនាញគឺជាក្រុមមូឡាចំនួន80នាក់ដែលទទួលខុសត្រូវក្នុងការជ្រើសរើសមេដឹកនាំផ្ដាច់ការបន្ទាប់របស់អ៊ីរ៉ង់កងកម្លាំងការពារជាតិអ៊ីស្រាអែលថាខ្លួនបានវាយប្រហារមេបញ្ជាការសំខាន់នៃកងកម្លាំងគុតរបស់កងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់នៅក្នុងទីក្រុងបេរូតយោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយនៅថ្ងៃទី8មីនានេះថាបន្ទាប់ពីមានរបាយការណ៍អំពីការវាយប្រហារតាមផ្លូវកាសរបស់អ៊ីស្រាអែលទៅលើសន្តាគារមួយនៅក្នុងទីក្រុងបេរូតដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់4នាក់កងកម្លាំងការពារជាតិអ៊ីស្រាអែលនិយាយថាខ្លួនជាអ្នកវាយប្រហារលើគោលដៅលើមេបញ្ជាការសំខាន់នៃឆ្មាំបដិវត្តអ៊ីរ៉ង់វានិយាយថាគោលដៅទាំងនោះគឺជាសមាជិកនៃកងពលលីបង់នៃកងកម្លាំងគុតដែលជាអង្គភាពក្រៅទឹកដីរបស់កងកម្លាំងឆ្មាំអ៊ីរ៉ង់ដែលបានធ្វើសកម្មភាពដើម្បីជំរុញផែនការភេរវកម្មប្រឆាំងទៅនឹងរដ្ឋអ៊ីស្រាអែលកងទ័ពអ៊ីស្រាអែលបន្ថែមថារបបភេរវកម្មអ៊ីរ៉ង់ដំណើរការជាប្រព័ន្ធក្នុងចំណោមប្រជាជនស៊ីវិលទាំងក្នុងប្រទេសអ៊ីរ៉ង់និងលីបង់វានិយាយថាខ្លួនបានចាត់វិធានការផ្សេងៗដើម្បីកាត់បន្ថយហានិភ័យដល់ជនស៊ីវិលរួមទាំងការប្រើប្រាស់អាវុធជាក់លាក់និងការឃ្លាំមើលតាមអាកាសឆ្មាំអ៊ីរ៉ង់និយាយថាពួកគេអាចប្រយុទ្ធប្រឆាំងទៅនឹងសង្គ្រាមដ៏ខ្លាំងក្លារយៈពេល6ខែបានអ៊ីរ៉ង់អាចប្រយុទ្ធប្រឆាំងទៅនឹងសង្គ្រាមដ៏ខ្លាំងក្លាប្រឆាំងនឹងអាមេរិកនិងអ៊ីស្រាអែលយ៉ាងហោចណាស់6ខែនេះបើតាមសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន FAS អ្នកនាំពាក្យឆ្មាំអ៊ីរ៉ង់លោកអាលីម៉ូហាម៉ាត់ណៃនីបាននិយាយថាកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មានសមត្ថភាពបន្តសង្គ្រាមដ៏ខ្លាំងក្លាយ៉ាងហោចណាស់6ខែក្នុងល្បឿនប្រតិបត្តិការបច្ចុប្បន្នអ៊ីរ៉ង់អួតថាខ្លួនបានកំណត់ទីតាំងគោលដៅជាង200កន្លែងដែលទាក់ទងទៅនឹងមូលដ្ឋានទ័ពនិងសម្ភារៈរបស់អាមេរិកនិងអ៊ីស្រាអែលនៅទូទាំងតំបន់កងកម្លាំងការពារជាតិអ៊ីស្រាអែលបានប្រកាសថាយន្តហោះចម្បាំង F-14 អ៊ីរ៉ង់មួយចំនួនត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនៅអាកាសយានដ្ឋានអ៊ីស្ហ្វាហានកាលពីម្សិលមិញយន្តហោះចម្បាំង F-14 ផលិតនៅអាមេរិកត្រូវបានផ្គត់ផ្គង់ទៅឲ្យអ៊ីរ៉ង់មុនបដិវត្តអ៊ីស្លាមអ៊ីរ៉ង់នៅឆ្នាំ1979លើពីនេះប្រព័ន្ធរកឃើញនឹងការពារដែលបង្កហានិភ័យដល់យន្តហោះរបស់កងទ័ពអាកាសអ៊ីស្រាអែលក៏ត្រូវបានវាយប្រហារផងដែរយោធានិយាយថាការបំផ្លាញយន្តហោះចម្បាំង F-14 រួមជាមួយនឹងការវាយប្រហារនៅថ្ងៃសុក្រដែលបានបំផ្លាញយន្តហោះអ៊ីរ៉ង់ចំនួន16គ្រឿងដែលប្រើប្រាស់ដោយកងកម្លាំងគុតរបស់កងកម្លាំងឆ្មាំរបស់អ៊ីរ៉ង់នៅអាកាសយានដ្ឋានអន្តរជាតិមេរ៉ាបាតនៃទីក្រុងតេរ៉ង់គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការគ្រប់គ្រងរបស់អ៊ីស្រាអែលលើដែនអាកាសអ៊ីរ៉ង់លោកនេតាន់យ៉ាហ៊ូប្រាប់ប្រជាជនអ៊ីរ៉ង់ថាសេរីភាពជិតមកដល់ហើយខណៈអ៊ីស្រាអែលវាយប្រហារឃ្លាំងប្រេងរបស់ប្រទេសនេះជាលើកដំបូងសារព័ត៌មាន The Times of Israel ចុះផ្សាយនៅថ្ងៃទី8មីនានេះថាលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថាយុទ្ធនាការទម្លាក់គ្រាប់បែករវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់នឹងបន្តទៅមុខទៀតហើយពេលវេលានៃសេចក្តីពិតជិតមកដល់ហើយសម្រាប់ប្រជាជនអ៊ីរ៉ង់ក្នុងការផ្ដួលរំលំរដ្ឋាភិបាលរបស់ពួកគេការអត្ថាធិប្បាយរបស់លោកបានកើតឡើងនៅពេលដែលកងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារទីតាំងមីស៊ីលប៉ាឡេស្ទិកនៅកណ្ដាលបំផុតចំនួន2ទីតាំងរបស់អ៊ីរ៉ង់និងជាលើកដំបូងគឺហេដ្ឋារចនាសម្ព័ន្ធ
ប្រេងនៅក្នុងទីក្រុងតេរ៉ង់ក្រោយមកនៅយប់ថ្ងៃសៅរ៍ប្រធានាធិបតីអាមេរិកបានប្រាប់នាយកព័ត៌មានថាសង្គ្រាមនឹងបន្តរយៈពេលយូរជាងនេះដោយមិនបានផ្ដល់ពេលវេលាកំណត់ហើយបានចង្អុលបង្ហាញពីការវាយប្រហារនៅថ្ងៃទី7 ខែតុលាឆ្នាំ2023ដែលដឹកនាំដោយសម្ព័ន្ធមិត្តភេរវកហាម៉ារបស់អ៊ីរ៉ង់ជាផុសតាងនៃអំពើអាក្រក់របស់របបនេះទីក្រុងតេរ៉ង់បានបាញ់មីស៊ីលរាប់សិបគ្រាប់ទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ដោយមិនបានបណ្ដាលឲ្យមានអ្នករងរបួសឡើយមីស៊ីលមួយគ្រាប់ដែលបានបាញ់កាលពីយប់ថ្ងៃសៅរ៍ត្រូវបានគេរាយការណ៍ថាបានបំផ្លាញផ្ទះមួយខ្នងនៅក្នុងទីក្រុងឡូតកណ្ដាលអ៊ីរ៉ង់ក៏បានបន្តកំណត់គោលដៅលើឈូងសមុទ្រផងដែរដោយមនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលមួយលើទីក្រុងឌូបៃការបាញ់ផ្លោងលើអ៊ីស្រាអែលបានកើតឡើងជាមួយនឹងការបាញ់មីស៊ីលពីក្រុមភេរវកហេស្ប៊ូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ដែលបានវាយប្រហារឆ្លងកាត់ព្រំដែនដើម្បីគាំទ្រទីក្រុងតេរ៉ង់ទោះបីជាជាក់ស្ដែងគោលដៅនៃយុទ្ធនាការនេះគឺដើម្បីបំផ្លាញសមត្ថភាពរបស់របបនេះក្នុងការគំរាមកំហែងដល់អ៊ីស្រាអែលនិងតំបន់ក៏ដោយពួកគេក៏ស្វែងរកការផ្លាស់ប្ដូររបបនេះផងដែរហើយលោកត្រាំបានទាមទារតួនាទីក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់កាលពីល្ងាចថ្ងៃសៅរ៍ប៉ុស្តិ៍លេខ12របស់អ៊ីស្រាអែលបានរាយការណ៍ថាលោកនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូកំពុងជួបជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់រួមទាំងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលកាតហើយនិយាយថាអ៊ីស្រាអែលមានសូទិដ្ឋិនិយមថារបបអ៊ីរ៉ង់នៅដួលរលំយោងតាមបណ្ដាញនេះមន្ត្រីអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណការមិនចុះសម្រុងគ្នាយ៉ាងខ្លាំងក្នុងចំណោមមន្ត្រីកម្ពុជាអ៊ីរ៉ង់ជាពិសេសរវាងប្រធានាធិបតីម៉ាសូតបេសេស្គៀននិងកងកម្លាំងបដិវត្តន៍ក៏មានសេចក្តីរាយការណ៍ផងដែរថាមានការផ្ដាច់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំយោធានិងកងកម្លាំងនៅសមរភូមិនិងកង្វះការសម្របសម្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ដែលត្រូវបានស្រង់សម្ដីដោយប៉ុស្តិ៍លេខ12បាននិយាយថាមិនមានថ្ងៃផុតកំណត់សម្រាប់យុទ្ធនាការដែលកំពុងធ្វើឡើងប្រឆាំងទៅនឹងសាធារណរដ្ឋអ៊ីស្លាមនោះទេយើងមានសូទិដ្ឋិនិយមអំពីសមត្ថភាពក្នុងការធ្វើឲ្យរបបនេះដួលរលំមន្ត្រីសន្តិសុខរូបនេះបាននិយាយថាការដួលរលំនៃរបបនេះហាក់ដូចជានៅឆ្ងាយណាស់ប៉ុន្តែអាចនឹងកើតឡើងភ្លាមៗដោយបន្ថែមថាវាត្រូវបានតាមប្រមាញ់ជារៀងរាល់ថ្ងៃវាត្រូវបានលេបត្របាក់យឺតពីខាងក្នុងមន្ត្រីរូបនេះនិយាយថានៅក្នុងរបបនេះមានភាពច្របូកច្របល់និងការតស៊ូដណ្ដើមអំណាចមិនធ្លាប់មានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយមន្ត្រីរូបនេះក៏បាននិយាយផងដែរថាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់គឺរុស្ស៊ីនិងចិនកំពុងរត់គេចពីសាធារណរដ្ឋអ៊ីស្លាមជាងការរួមរស់ជាមួយរបបនេះឃ្លាំងប្រេងឥន្ធនៈត្រូវបានកំណត់គោលដៅយោធាអ៊ីស្រាអែលបានបញ្ជាក់ថាខ្លួនបានទម្លាក់គ្រាប់បែកលើឃ្លាំងប្រេងឥន្ធនៈអ៊ីរ៉ង់ជាច្រើននៅទីក្រុងតេរ៉ង់នៅល្ងាចថ្ងៃសៅរ៍ដោយនិយាយថាពួកគេបានបម្រើការដល់យោធាអ៊ីរ៉ង់ប្រភពមួយពីក្រសួងប្រេងអ៊ីរ៉ង់ដែលត្រូវបានស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន FAS និយាយថាឃ្លាំងប្រេងចំនួន3កន្លែងនៅភាគខាងលិចទីក្រុងតេរ៉ង់ត្រូវបានវាយប្រហារដោយយន្តហោះចម្បាំងអ៊ីស្រាអែលឃ្លាំងទាំងនោះត្រូវបានវាយប្រហារនៅក្នុងតំបន់គូហាក់និងសារ៉ាននៃរដ្ឋធានីនិងនៅក្នុងទីក្រុងការ៉ាចដែលនៅក្បែរនោះលោកត្រាំនិយាយថាកងទ័ពជើងគោកអាមេរិកអាចនឹងត្រូវបញ្ជូនទៅអ៊ីរ៉ង់ក្រោមហេតុផលល្អប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថាកងទ័ពថ្មើរជើងអាមេរិកអាចត្រូវបានបញ្ជូនទៅក្នុងប្រទេសអ៊ីរ៉ង់ខណៈដែលសង្គ្រាមនៅតែបន្តប៉ុន្តែត្រូវតែមានហេតុផលល្អណាស់នៅពេលដែលសួរថាតើលោកនឹងពិចារណាប្រើប្រាស់កងទ័ពជើងគោកដើម្បីធានាឲ្យបាននៅអ៊ុយរ៉ានីញ៉ូមចម្រាញ់នៅទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែរឬអត់លោកត្រាំក៏បាននិយាយផងដែរថាវាអាចទៅរួចប៉ុន្តែមិនទាន់បញ្ជូនទៅទេឥឡូវនេះលោកត្រាំនិយាយថាយើងនឹងស្វែងយល់អំពីរឿងនោះយើងមិនទាន់បាននិយាយអំពីវាទេវាជាការបំផ្លាញទាំងស្រុងពួកគេមិនអាចទៅដល់វាបានទេហើយនៅចំណុចណាមួយដែលប្រហែលជាយើងនឹងទៅដល់វានឹងជារឿងដ៏អស្ចារ្យប៉ុន្តែឥឡូវនេះយើងគ្រាន់តែបំផ្លាញពួកគេសិនប៉ុន្តែយើងមិនទាន់ទៅរកវាបាននៅឡើយទេការលើកឡើងរបស់លោកត្រាំនេះសហរដ្ឋអាមេរិកទំនងជាវិទីតាំងយោធាអ៊ីរ៉ង់ឲ្យរៀបដល់ដីអស់និងកំទេចកងទ័ពអ៊ីរ៉ង់ឲ្យពីការខ្វិនខ្វងអស់សិនរួចនឹងបញ្ជូនកងទ័ពចូលតាមក្រោយដើម្បីរំដោះពលរដ្ឋទាំងអស់ចេញពីកណ្ដាប់ដៃក្រុមផ្ដាច់ការចក្រភពអង់គ្លេសត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយនាវាផ្ទុកយន្តហោះទៅកាន់តំបន់មជ្ឈមបូព៌ាដើម្បីជួយសម្ព័ន្ធមិត្តសារព័ត៌មាន Daily Express របស់ចក្រភពអង់គ្លេស
ដើម្បីចុះផ្សាយនៅថ្ងៃទី8មីនានេះថាចក្រភពអង់គ្លេសកំពុងរៀបចំនាវាផ្ទុកយន្តហោះសម្រាប់ការដាក់ពង្រាយដែលអាចកើតមានទៅកាន់តំបន់មជ្ឈមបូព៌ានេះបើយោងតាមការបញ្ជាក់វាកើតឡើងបន្ទាប់ពីលោកត្រាំបានព្រមានអ៊ីរ៉ង់ថាគ្មានកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ចំនួននឹងត្រូវបានធ្វើឡើងទេរហូតដល់តែការចោះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ប្រទេសនេះនាវាចម្បាំង HMS Prince of Wales មានមូលដ្ឋាននៅ Portsmouth ត្រូវបានជូនដំណឹងរយៈពេល10ថ្ងៃរបស់ខ្លួនដើម្បីផ្លាស់ទីមកត្រឹម5ថ្ងៃការបង្កើនល្បឿននៃការត្រៀមខ្លួនមានន័យថានាវាផ្ទុកយន្តហោះនឹងត្រូវឆ្លើយតបយ៉ាងឆាប់រហ័សប្រសិនបើត្រូវបានស្នើសុំឲ្យចល័តទ័ពយោងតាមកងទ័ពជើងទឹកអង់គ្លេសនាវាយៈនេះគឺជានាវាចម្បាំងលើដីដ៏មានឥទ្ធិពលបំផុតមួយដែលមិនធ្លាប់មាននៅក្នុងចក្រភពអង់គ្លេសដឹកនាវិករហូត1500នាក់វាអាចដាក់យន្តហោះចម្បាំង F35 ចំនួន36គ្រឿងនៅអូថនបេក្ខចក្រម៉ឺលីនចំនួន4គ្រឿងក៏ដូចជាធ្វើដំណើរ800គីឡូម៉ែត្រជារៀងរាល់ថ្ងៃក្រុមនាវិកក៏ត្រូវបានគេរាយការណ៍ថាត្រូវជូនដំណឹងអំពីការដាក់ពង្រាយដែលអាចកើតមានខណៈដែលសង្គ្រាមនៅអ៊ីរ៉ង់កំពុងបន្តអ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេសនិយាយថាយើងបានពង្រឹងវត្តមានយោធាអង់គ្លេសរបស់យើងនៅតំបន់មជ្ឈមបូព៌ាចាប់តាំងពីខែមករាមកហើយយើងបានដាក់ពង្រាយសមត្ថភាពដើម្បីការពារប្រជាជនអង់គ្លេសនិងសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់រួចហើយរួមទាំងយន្តហោះចម្បាំង Typhoon យន្តហោះចម្បាំង F35 ប្រព័ន្ធការពារដែនអាកាសនិងបុគ្គលិកបន្ថែម400នាក់ទៅកាន់ប្រទេសស៊ីបចាប់តាំងពីការវាយប្រហារបានចាប់ផ្ដើមមកយើងមានយន្តហោះអង់គ្លេសនៅលើមេឃបាញ់ទម្លាក់ដ្រូនហើយបានបញ្ជូនទ្រព្យសម្បត្តិបន្ថែមទៅកាន់តំបន់នេះដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់យើងបន្ថែមទៀតរួមទាំងយន្តហោះចម្បាំង Typhoon និងឧទ្ធម្ភាគចក្រ Wildcat បន្ថែមទៀតជាមួយនឹងមីស៊ីលបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើការដាក់ពង្រាយក្រុមអ្នកប្រយុទ្ធនាវាផ្ទុកយន្តហោះរបស់ចក្រភពអង់គ្លេសនេះកាលឡើងបន្ទាប់ពីបារាំងក៏បានប្រកាសពីការដាក់ពង្រាយនាវាផ្ទុកយន្តហោះទៅកាន់តំបន់មជ្ឈមបូព៌ាដូចគ្នាដោយមានការអមដំណើរពីក្រុមនាវាចម្បាំងរាប់សិបគ្រឿងសហរដ្ឋអាមេរិកកំពុងដាក់ពង្រាយនាវាផ្ទុកយន្តហោះនិងនាវាចម្បាំងរាប់សិបគ្រឿងដូចគ្នាទៅកាន់តំបន់នេះ